បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំយកសុំផ្លាកលេខ2ម៉ូតនេះយកទៅដាក់បតោងចាំមើលពេលដាក់ហើយរូបរាងវាបែបណាចាំតាមបានទាំងអស់គ្នាសម្រាប់បតោងបូមបងប្អូនរើសយកពណ៌អីក៏បានដែរអានេះខ្ញុំគ្រាន់តែរៀបឲ្យបងប្អូនមើលទេបតោងបូមពេលដែលយើងដកចេញពីថង់បងប្អូនមូលវាឲ្យតាំងទៅព្រោះអីខ្លាចវាលងទៅយើងដាក់អត់បានប្រមាណផងវាជ្រុះបាត់បតោងនឹងនៅក្នុងថង់ពេលខ្លះវាតាំងពេលខ្លះវាលងអញ្ចឹងពេលដែលយើងយកចេញពីក្នុងថង់យើងត្រូវពិនិត្យមើលថាវាតាំងឬមួយក៏លងបើសិនជាវាតាំងហើយយើងមិនចាំបាច់មូលបន្ថែមទេក៏ប៉ុន្តែបើសិនជាវាលងយើងមូលវាឲ្យតាំងហើយចាំយើងយកទៅដាក់ជាមួយនឹងស៊ុំផ្លាកលេខរបស់យើងហើយក៏ធ្លាប់មានមួយគាត់កំងយកទៅគាត់ថាបងអើយខ្ញុំដាក់បានតែមួយថ្ងៃឥឡូវជ្រុះបាត់បាទបន្ទាប់ពីដាក់បតោងបូមហើយគឺរូបរាងរបស់គេបែបហ្នឹងឃើញថាអត់ទាន់ស្អាតទេឥឡូវយើងទៅបន្ថែមបតោងកណាត់មកគូទៀតសម្រាប់បតោងកណាត់បងប្អូនចង់បានពណ៌អីម៉ូតអីបងប្អូនរើសទៅតាមម៉ូតដែលបងប្អូនស្រឡាញ់ទៅអានេះខ្ញុំគ្រាន់តែរៀបឲ្យបងប្អូនមើលទេព្រោះអីចំណូលចិត្តមនុស្សយើងអត់ដូចគ្នាទេអ្នកខ្លះក៏ដាក់បតោងបូមពណ៌ក្រហមតែបែរជាគាត់ដាក់បតោងកណាត់ពណ៌ខៀវអីចឹងហើយសម្រាប់បងប្អូនខ្លះទៀតបើសិនជាគាត់ដាក់បតោងបូមពណ៌ក្រហមក៏ដាក់បតោងកណាត់ពណ៌ក្រហមដែរចឹងទៅដើម្បីឲ្យបតោងពីរហ្នឹងវាស៊ីពណ៌គ្នាគេថាមនុស្ស10ចិត្ត10អញ្ចឹងបើសិនជាមាននរណាគេអត់ស្រឡាញ់ចូលចិត្តយើងកុំទៅខ្វល់អីពីព្រោះអីយើងម្នាក់យើងមិនអាចឲ្យមនុស្ស10នាក់100នាក់មកស្រឡាញ់យើងទាំងអស់ទេបាទបន្ទាប់ពីយើងដាក់បតោងបូមនិងបតោងកណាត់ហើយឃើញថារូបរាងរបស់គេគឺបែបហ្នឹងឥឡូវដល់វគ្គយើងរៀបបតោងដាក់អាស៊ុំកបោនកលាលិតនេះម្ដងដូចតែមុនហ្នឹងដំបូងយើងត្រូវទៅរើសបតោងបូមហើយសម្រាប់បតោងបូមនេះខ្ញុំយកអាសពណ៌ខ្មៅហើយក្បាលវាពណ៌សដោយសារតែស៊ុំផ្លាកលេខរបស់យើងហ្នឹងគឺពណ៌ខ្មៅហើយតែមហុងដាហ្នឹងពណ៌សអញ្ចឹងមើលទៅបតោងហើយនឹងស៊ុំគឺវាស៊ីគ្នាប៉ុន្តែដូចតែខ្ញុំថាហ្នឹងអានេះវានៅលើមនុស្សយើងទេយើងអ្នកទិញយើងអ្នកអស់លុយអញ្ចឹងយើងចង់កំងអ្មិចក៏បានដែរខ្ញុំនេះអ្នកលក់គឺចាំតែរៀបតាមអ្នកទិញទេបងប្អូនឲ្យខ្ញុំដាក់បតោងពណ៌អីខ្ញុំដាក់បតោងពណ៌នឹងជូនបងប្អូនឥឡូវនេះគឺថាយើងដាក់បតោងបូមរួចហើយអញ្ចឹងយើងទៅដាក់បតោងកណាត់វិញម្ដងសម្រាប់បតោងកណាត់ខ្ញុំយកអាសាច់កណាត់ពណ៌ខ្មៅហើយអាសនៅលើកណាត់ហ្នឹងពណ៌សខ្ញុំមើលទៅឃើញថាវាស៊ីគ្នាមែនទែនមកឈុតនេះទាំងបតោងបូមទាំងបតោងកណាត់ទាំងស៊ុំផ្លាកលេខមើលទៅស័ក្តិសមជាគូជាមួយនឹងគ្នាមែនទែនអត់ទេមិនមែនគូទេដោយសារតែគូគឺមានតែ2ទេក៏ប៉ុន្តែអានេះមានដល់តែ3មានបតោងបូមមានបតោងកណាត់ហើយនឹងស៊ុំផ្លាកលេខបើស្នេហាអានេះគេហៅថា